អគិភ័យដ៏រន្ធត់មួយនៅហុងកុងដែលបានសម្លាប់មនុស្សជាង40នាក់នៅសង្កាត់តៃប៉ូទីក្រុងហុងកុងបាននាំឲ្យមានការចាប់ខ្លួនបុរស3នាក់ដោយសង្ស័យពីបទមនុស្សឃាតប៉ូលីសនិយាយថា2នាក់នៅក្នុងចំណោមនោះគឺជានាយកក្រុមហ៊ុនសាងសង់និងម្នាក់ទៀតជាទីប្រឹក្សាផ្នែកវិស្វកម្មក្រុមអ្នកស៊ើបអង្កេតបានរកឃើញសម្ភារៈប្រើប្រាស់ជាប្រភេទដែលមិនមានភាពធន់នឹងការឆាបឆេះរួមទាំងសំណាញ់និងស្នោនៅលើអគារដែលកំពុងជួសជុលស្រាប់នោះហើយគេក៏ជឿទៀតថាមានការធ្វេសប្រហែសធ្ងន់ធ្ងរដែលនាំឲ្យអណ្ដាតភ្លើងរាលដាលយ៉ាងឆាប់រហ័សបែបនេះយ៉ាងណាក៏ដោយមូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេចំនួនអ្នកស្លាប់និងរបួសបន្តកើនឡើងពី13នាក់ដល់40នាក់ខណៈអ្នករបួសមានជាង40នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរមនុស្សជិត300នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបាត់ខ្លួនខណៈដែលមន្ត្រីកំពុងតែស្ទុះស្ទាចុះទៅជួយក្រុមគ្រួសារស្វែងរកមនុស្សជាទីស្រឡាញ់សូមជម្រាបថាអគ្គិភ័យបានឆាបឆេះឡើងនៅរសៀលថ្ងៃពុធនៅវាងហ្វុកខតដែលជាអគារលំនៅឋានមានអគារកម្ពស់31ជាន់ចំនួន8អគារក្នុងនោះមានអគារចំនួន7រងផលប៉ះពាល់អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេទៅលើអគ្គិភ័យនៃអគារលំនៅឋានដ៏អាក្រក់បំផុតរបស់ទីក្រុងហុងកុងមិនធ្លាប់មានគិតក្នុងរយៈពេលជាច្រើនឆ្នាំមកហើយនេះ